ឲ្យទឹកចិត្តងីទាហានរងនិងពលទាហានគ្រប់រូបមានស្មារតីអង់អាចក្លាហានហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិមាតុភូមិក៏ដូចជាកងយុទ្ធពលខេត្តមរៈកងទ័ពធ្លាប់ទទួលការចាក់ក្នុងការបំពេញភារកិច្ចសម្រាប់បានស្នាដៃជាច្រើនជូនសង្គមជាតិបានល្អប្រសើរក្រៅពីនេះប្រពៃណីនៃការតស៊ូរបស់នាយទាហានរត់មកស្មារតីដើម្បីបបផែនអភិវឌ្ឍអង្គភាពរបស់ដំណើរដោយរថយន្តជីបនាំមុខធ្វើជួហយាត្រាធ្វើប្រកាន់វេទិកាកិត្តិយសរថយន្តជីបនាំមុខជារថយន្តនៃវេទិកាក្បួនជួហយាត្រាដែលបានបំពាក់ដោយអាវុធគ្រប់គ្រងគុណ100មីលីម៉ែត្រកំភ្លើងយន្ត12.7មីលីម៉ែត្រនិងកំភ្លើង PKT មួយដើមកន្លងមកក្នុងស្មារតីទទួលខុសត្រូវខ្ពស់លើភារកិច្ចនិងបទពិសោធន៍ការងាររួមចំណែកសម្រាប់ភារកិច្ចទទួលបានលទ្ធផលល្អក្នុងកិច្ចប្រតិបត្តិការគ្រប់គ្រងដល់កម្លាំងស្មារជើងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតរថក្រោះ T55 បានចូលរួមធ្វើការហាត់បបឺនក្នុងលំហាត់សមយុទ្ធនាមានិងធ្វើឲ្យយុវជនយើងកាន់តែមានភាពស្ទាត់ជំនាញក្នុងការបើកបរនិងបញ្ជារថក្រោះសម្រាប់បម្រើឲ្យភារកិច្ចប្រយុទ្ធនិងត្រៀមប្រយុទ្ធកាន់តែមានប្រសិទ្ធភាពដីជាទីគោរពផែនបន្ទាប់ទៀតនេះគឺជាផែនរថយន្តតុងហ្វឹង EQ 2050 Hammer ផែនរថយន្តនេះគឺមានចំនួន2ផែនផែនទី1ជារថយន្តនាំមុខមិនមានបំពាក់អាវុធប្រើក្នុងជួហយាត្រាដែលមានមួយគ្រឿងបើកបំពាក់អាវុធ 12.7 មីលីម៉ែត្រមានអ្នកបើកបរ1នាក់អម1នាក់និងកាន់អាវុធ1នាក់រថយន្តតុងហ្វឹងឬ Hammer ជាប្រភេទរថយន្តទំនើបសម្រាប់ធ្វើការចល័តធ្វើអន្តរាគមន៍ទៅកាន់ទីតាំងផ្សេងៗក្នុងករណីមានសភាពការកើតឡើងចាំបាច់រថយន្តតុងហ្វឹង EQ 2050 Hammer ចែកចេញជា2គឺរថយន្តផែន Hammer បញ្ជាការនិងរថយន្តផែនតុងហ្វឹង Hammer ប្រយុទ្ធធិបតីជាទីគោរពក្រោមការយកចិត្តទុកដាក់និងជួយឧបត្ថម្ភពីសម្ដេចតេជោហ៊ុនសែននិងសវណ្ណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតព្រមទាំងការជួយឧបត្ថម្ភពីសប្បុរសជននិងប្រទេសជាមិត្តក្នុងរយៈពេលកន្លងមកនេះកងពលបានធ្វើការពង្រីកកសាងទាំងក្នុងទីបញ្ជាការកងពលនិងនៅតាមបណ្ដាវិរៈស្នាតូចរបស់កងពលដែលបោះទីតាំងគណៈធិបតីជាទីគោរពផែនដែលកំពុងតែរំកិលចូលខ្លួនមកកាន់វេទិកាកិត្តិយសនៅពេលនេះគឺជាផែនរថយន្តចិនប៉ាវដឹកអាវុធ10ទីស្នេហាផែនគ្រឿងយន្តជាបន្តទៅទៀតគឺរថពាដែក BMP1 ជាប្រភេទរថពាដែកកង់ច្រវាក់ដែលមានបំពាក់អាវុធធុន73មីលីម៉ែត្រធំរថពាដែក BMP1 មានភារកិច្ចចល័តប្រដេញទប់ស្កាត់និងបង្ក្រាបបានទាន់ពេលវេលារាល់សកម្មភាពបទល្មើសផ្សេងៗជាយថាហេតុដែលប្រឆាំងនឹងច្បាប់របស់រដ្ឋនិងរំលោភបំពានទៅលើសេចក្តីសុខសេមសាន្តរបស់ប្រជាពលរដ្ឋនិងសង្គមជាតិរថពាដែក BMP1 អាចធ្វើការចុះទឹកទន្លេបានថែមទៀតផងក្រៅពីនេះអាចបើកបរតាម
ផ្លូវលំផ្លូវកៅស៊ូនិងក្រុងភូមិសាស្ត្រ គណៈធម្មតីជាទីគោរពភ្ញៀវជាតិអន្តរជាតិជាទីមេត្រីបងប្អូនជនរួមជាតិជាទីស្នេហារូបភាពរបស់កងពលតូចលេខ70ស្ដែងឡើងតាមរយៈក្បួនជួហយាត្រានៅថ្ងៃនេះបានបញ្ជាក់ឲ្យឃើញច្បាស់ពីសមិទ្ធផលទាំងឡាយដូចជាការមេបញ្ជាការរងនីតិហ៊ានរងពលទាហានកងពលតូចលេខ70ក្នុងរយៈពេល30ឆ្នាំកន្លងមកនេះរាល់សកម្មភាពនិងភាពរីកចម្រើនរបស់កងពលតូចលេខ70ក្រោយពីបានបដិសន្ធិរយៈពេល30ឆ្នាំកន្លងមកគឺអាស្រ័យដល់ជួបបញ្ជាការគ្រប់លំដាប់ថ្នាក់មានស្មារតីទទួលខុសត្រូវខ្ពស់លើការគ្រប់គ្រងដឹកនាំបញ្ជាមានការសាមគ្គីឯកភាពផ្ទៃក្នុងមួយរឹងមាំចាប់ពីជួបបញ្ជាការគ្រប់លំដាប់ថ្នាក់រហូតដល់ពលទាហានថ្នាក់ក្រោមគោរពនិងអនុវត្តទូរនទីភារកិច្ចបានយ៉ាងម៉ឺងម៉ាត់និងកសាងអង្គភាពរីកចម្រើនលើគ្រប់វិស័យជាលំដាប់ ប្រការសំខាន់នោះគឺដោយការជួយឧបត្ថម្ភគាំទ្រពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកេតិប្របណ្ឌិតបរនីហ៊ុនសែននិងការបន្តដឹកនាំពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងឯកឧត្តមលោកអុកញ៉ាលោកជំទាវលោកស្រីសប្បុរសជនទាំងឡាយដែលបានផ្ដល់ថវិកានិងសម្ភារៈយ៉ាងច្រើនសន្តិ ក្នុងការបម្រើឲ្យការងារប្រយុទ្ធត្រៀមប្រយុទ្ធនិងការចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗរថយន្តក្នុងពេលប្រយុទ្ធដើម្បីប្រើប្រាស់ក្នុងការការពារអធិបតេយ្យបូរណភាពទឹកដីឲ្យមានប្រសិទ្ធភាពរថយន្ត 12.7 មីលីម៉ែត្រអូសណ្ដោងកំភ្លើង 23 មីលីម៉ែត្ររថយន្តដឹកអាវុធត្បាល់ 100 មីលីម៉ែត្ររថយន្តដឹកអាវុធត្បាល់ 120 មីលីម៉ែត្រអូសណ្ដោងកំភ្លើង 37 មីលីម៉ែត្រ គណៈធិបតីជាទីគោរពសូមបញ្ជាក់ផងដែរថាសម្រាប់រថយន្តដឹកអាវុធត្បាល់ 12.7 មីលីម៉ែត្របានធ្វើការអូសសណ្ដោងកំភ្លើង 23 មីលីម៉ែត្រចំណែករថយន្តដែលដឹកអាវុធដោងកំភ្លើង 37 មីលីម៉ែត្រនិងរថយន្តដែលដឹកអាវុធត្បាល់ 120 មីលីម៉ែត្របានធ្វើការអូសសណ្ដោងកំភ្លើង 37 មីលីម៉ែត្រដែលស្ថិតនៅក្រោយគេ គណៈធិបតីជាទីគោរពភ្ញៀវជាតិនិងអន្តរជាតិជាទីមេត្រីខេត្តដែលកំពុងរំកិលខ្លួនមកកាន់វេទិកាជាបន្តនេះគឺជាផែនរថពាដែក ZSB05 រថពាដែកប្រភេទ ZSB05 ជារថពាដែកអាចប្រើប្រាស់បានគ្រប់ស្ថានភាពផ្លូវថ្នល់និងមានសមត្ថភាពក្នុងការចល័តធ្វើអន្តរាគមន៍បានឆាប់រហ័សក្នុងបេសកកម្មការពារគោលដៅផ្សេងៗរថពាដែកប្រភេទនេះមានសារៈសំខាន់និងចាំបាច់មិនអាចខ្វះបាននៅក្នុងកងយុទ្ធពលខេមរភូមិន្ទក្នុងខណៈនេះផែនរថពាដែក ZSB05 កំពុងបើកចេញពីមុខវេទិកាកិត្តិយសក្រោយពីគណៈធិបតីបានទេសនាអរគុណសន្តិភាពអរគុណនយោបាយឈ្នះឈ្នះនិងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯកនិងប្រតិបត្តិការនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ គណៈធិបតី ប្រាំកាត់បាត់ល្មើសផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដែលកំពុងធ្វើដំណើររំកិលចិត្តមកកាន់វេទិកាកិត្តិយសហើយនេះមានតួនាទីក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពពិសេសវែងមុខនិងទប់ស្កាត់ចំពោះភេរវករដែលមានបំណងបំផ្លិចបំផ្លាញដល់សន្តិសុខជាតិបង្កភាពចលាចលដល់សុវត្ថិភាពសាធារណៈកម្លាំងនេះគឺទទួលបានការបណ្ដុះបណ្ដាលយ៉ាងម៉ត់ចត់ជាប់ជាប្រចាំនៅជំនាញប្រឆាំងភេរវកម្មក្នុងការការពារថ្នាក់ដឹកនាំជាតិការរំដោះចំណាត់ខ្មាំងជាកម្លាំងប្រយុទ្ធក្នុងភូមិសាស្ត្រលោកស្មាច់អាគារច្រើនជាន់ គណៈអធិបតីជាទីគោរពខេត្តដែលកំពុងតែបោះជំហានយ៉ាងស្វាហាប់មកកាន់មុខវេទិកានៅពេលនេះគឺជាខេត្តកម្លាំងវរៈសេនាតូចទ័ពពិសេសជំនាញប្រឆាំងភេរវកម្មបរោះកម្លាំងនេះមានភារកិច្ចចល័តអន្តរាគមន៍ពិសេសទប់ស្កាត់បទល្មើសគ្រប់ប្រភេទរារាំងនិងបង្ក្រាបរាល់សកម្មភាពខុសច្បាប់ផ្សេងៗកម្លាំងនេះត្រៀមប្រយុទ្ធជាប់ជាប្រចាំសម្រាប់អន្តរាគមន៍ដោះស្រាយលើហេតុការណ៍ដែលកើតមានឡើងតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្រសួងការពិជាតិអគ្គបញ្ជាការនិងបញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចុះ គណៈធិបតី
ជាទីគោរពភ្ញៀវជាតិអន្តរជាតិជាទីមេត្រីបងប្អូនជនរួមជាតិជាទីស្នេហាផែនជាបន្តគឺជាផែនតបពិសេសបាននៅកំពុងបោះជំហានព្រមគ្នាសម្ដៅមកកាន់វេទិកាគណៈធិបតីដោយកាយវិការយ៉ាងស្វាហាប់ផែនពិសេសមានឯកសណ្ឋានបារាំងមូលទូកាពណ៌ខ្មៅកាន់អាវុធវែង M4 កម្លាំងនេះមានភារកិច្ចចល័តអន្តរាគមន៍ពិសេសទប់ស្កាត់បទល្មើសគ្រប់ប្រភេទរារាំងនិងបង្ក្រាបរាល់សកម្មភាពខុសច្បាប់ផ្សេងៗដែលកើតមានឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមមេបញ្ជាការកងពលគណៈអធិបតីជាទីគោរពផែនជាបន្តគឺជាផែនវិរៈស្នាតូចលេខ1ប្រតិកម្មរហ័សកម្លាំងនេះមានកាតព្វកិច្ចអន្តរាគមន៍ចល័តរហ័សនិងចូលរួមការពារអធិបតេយ្យបូរណភាពទឹកដីនិងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋគឺជាអ្នកទូនីរ៉ាប់រងមានឆន្ទៈមុតស្រួចមានសេចក្តីក្លាហានហ៊ានធ្វើពលកម្មគ្រប់បែបយ៉ាងដើម្បីសន្តិភាពនិងការអភិវឌ្ឍពិធីទាំងមូលជាទីស្នេហាផែនបន្ទាប់ពីវិរៈស្នាតូចលេខ1ប្រតិកម្មរហ័សគឺជាផែនតបជុំពិសេសជំនាញប្រឆាំងភេរវកម្មនារីផែនកម្លាំងកងអនុស្នាធិបមន្ត្រីស្រីវិរៈស្នាតូចតបពិសេសជំនាញប្រឆាំងភេរវកម្មនារីមិនខុសពីបរិបទដែរបងប្អូនយុទ្ធនារីបានលុបកើនយ៉ាងស្ទាត់ជំនាញនៅជំនាញប្រឆាំងភេរវកម្មនិងមានភារកិច្ចជាកម្លាំងចល័តអន្តរាគមន៍ពិសេសទប់ស្កាត់និងបង្ក្រាបបទល្មើសសកម្មភាពខុសច្បាប់គ្រប់ប្រភេទដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខភាពសម្រាប់ធ្នាប់សង្គមនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋគណៈអធិបតីជាទីគោរពផែនដែលកំពុងតែបោះជំហានមកការវេទិកាកិត្តិយសនៅពេលនេះគឺជាផែនបញ្ជាការរដ្ឋាភិបាលអង្គរៈផែននេះមានឯកសណ្ឋានបារ៉ាពាក់មួកពេរេស្រាប់ដៃពណ៌សប្រដាប់អាវុធមានភារកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋប្រមុខរាជរដ្ឋាភិបាលព្រឹទ្ធសភាការពារជូនដំណើរក្នុងការបំពេញបេសកកម្មជិតឆ្ងាយចូលសួរសំទុកស្វែងយល់ពីជីវភាពរបស់ប្រជាពលរដ្ឋនិងចែកអំណោយដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅក្នុងពេលសម្ពោធសវត្ថិផលនានានៅតាមបណ្ដាខេត្តក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជាធានាបានសន្តិសុខសុវត្ថិភាពនៅគ្រប់កន្លែងទេសៈនិងគ្រប់ទីកន្លែងគណៈធិបតីជាទីគោរពផែនជាបន្ទាប់គឺផែនកងរាជអាវុធហត្ថលើផ្ទៃប្រទេសកងរាជអាវុធហត្ថគឺជាមន្ត្រីនគរបាលយុទ្ធភ័ពមានភារកិច្ចបង្ក្រាបសង្គ្រោះការពារថែរក្សាសន្តិសុខសម្រាប់ធ្នាប់សង្គមការពារសេចក្តីសុខជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈការពារថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ហើយចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យអង្គពិធីទាំងមូលជាទីស្នេហាផែនជាបន្តគឺជាផែនអគ្គស្នងការដ្ឋាននគរបាលជាតិផែននេះគឺជាផែនដែលមានមន្ត្រីនគរបាលយុតិធធត្រៀមខ្លួនជាស្រេចប្រកបដោយសិលធម៌និងវិន័យថ្លៃថ្នូរដើម្បីបម្រើប្រជាពលរដ្ឋការពាររក្សាសន្តិសុខជូនប្រជាពលរដ្ឋរក្សាសណ្ដាប់ធ្នាប់បង្ការនិងបង្ក្រាបបទល្មើសផ្សេងៗធ្វើចរាចរណ៍ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋប្រកបដោយសុខសុវត្ថិភាពសាទរភូមិអនុស្សាវរីយ៍លើកទី30ថ្ងៃបង្កើតកងពលតូចលេខ70ថ្ងៃទី15ខែតុលា1994 15តុលា2024ផែនជាបន្តទៅទៀតនេះគឺវិរៈស្នាតូចលេខ2អង្គរៈផែនវិរៈស្នាតូចលេខ2អង្គរៈមានឯកសណ្ឋានបារ៉ាមូស៊ូកាបារ៉ាស្រោមដៃពណ៌សស្បែកជើងពណ៌វែងពាក់ស្រោមអាវុធខ្លីនិងកាន់អាវុធ M4 កម្លាំងនេះមានភារកិច្ចចល័តអន្តរាគមន៍ពិសេសការពារថ្នាក់ដឹកនាំនិងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនិងបង្ក្រាបរាល់សកម្មភាពខុសច្បាប់ផ្សេងៗគណៈអធិបតីជាទីគោរពបន្ទាប់ពីបានទស្សនានៅខេត្តវិរៈស្នាតូចលេខ2អង្គរៈខេត្តជាបន្តគឺជាខេត្តវិរៈស្នាតូចលេខ3ការពារខេត្តនេះមានភារកិច្ចការពារសុវត្ថិភាពសន្តិសុខជុំវិញមណ្ឌលក្រសួងការពារជាតិអគ្គបញ្ជាការដ្ឋាននិងភូមិគ្រឹះថ្នាក់ដឹកនាំហើយក៏ជាកម្លាំងការពារផ្ទាល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងការពារជាតិអគ្គបញ្ជាការដ្ឋាននិងបញ្ជាការដ្ឋានកងទ័ពជើងគោកគណៈអធិបតីជាទីគោរពភ្ញៀវជាតិអន្តរជាតិជាទីមេត្រីបងប្អូនជនរួមជាតិជាទីស្នេហាស្ថិតសម្គាល់មកដល់កងពលតូចលេខ70យើងខ្ញុំជាមេបញ្ជាក្រុងនឹងចូលរួមអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាប្រមុខដឹកនាំឲ្យទទួលបានជោគជ័យដើម្បីជំរុញឲ្យប្រទេសជាតិយើងបោះជំហានទៅមុខប្រកបដោយសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនាថ្ងៃអនាគតជ័យយោវីរយុទ្ធជនដ៏អង់អាចក្លាហាន
អរគុណសន្តិភាពអរគុណនយោបាយឈ្នះឈ្នះអរគុណអ្នកទីឯកប្រតិបត្តិការនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាពនិងការពារជាតិពេញលេញពេលនេះជំនាញសេចក្តីតាមរយៈកិច្ចព្រមដែលបានចូលរួមជាសមាជិកនៅក្នុងពិធីអបអរសាទរភូមិរបស់តាមវិធីសាស្ត្រកិច្ចការបងប្អូនតូចនៃជាតិសាសន៍របស់គាត់ទាំងមូលមានអត្ថន័យខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងកក់ក្ដៅមួយវត្តមានរបស់អាដាមជាលោកស្រីជាកិត្តិយសជាតិអន្តរជាតិទាំងអស់បានញ៉ាំឲ្យពិធីថ្ងៃនេះកាន់តែឡើងបានថ្ងៃនេះជប់ទៅចិនមកសប្តាហ៍ក្រៅពេលពីការចូលរួមត្រៀមលក្ខណៈជួហយាត្រាគឺតាម TikTok តាម Facebook ជាច្រើនតែអ្វីដែលជាការកត់សម្គាល់គឺឃើញពីការចូលរួមគ្រប់គ្រងទៅដល់កងយុទ្ធពលខេមរៈភូមិន្ទរបស់ការគ្រប់គ្រងទៅដល់យោធិនរបស់យើងពីសំណាក់មហាជនជាពិសេសយុវជនហើយនេះគឺជាមោទនភាពនៃការដែលយើងបានធ្វើនៃការទទួលស្គាល់នៅគោលការណ៍ដែលទួនាទីដ៏សំខាន់របស់កងទ័ពបន្ទាប់ពីបានស្ដាប់នៅរបាយការណ៍របស់អាដាមស្នេហ៍ឯកអេនអានពីវិជាការកងពលតូចលេខ